ต่อไปយើងបានទទួលជាជាមួយនឹងប្រវត្តិស្នេហាក៏ដូចជាគ្រួសាររបស់គូស្នេហ៍ទាំងពីរនៅក្នុងកម្មវិធីរបស់យើងនេះធ្វើឲ្យយើងដឹងថាគាត់មានបំណងប្រាថ្នានៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់គាត់ចំណុចទី1គឺគាត់ចង់បានជាមួយនឹងការថត pre wedding ទី2គឺគាត់ចង់បានជាមួយនឹងផ្កាមុខរោងទី3គឺគាត់ចង់បានជាមួយនឹងខាងអកេសកម្មវិធីរបស់យើងអាចបំពេញបានដោយរបៀបណាខ្លះហើយបានដែរទេសូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាចង់ដឹងថារូបភាពនៃការថត pre wedding របស់ពួកគាត់ទាំងពីរនាក់មានភាពផ្អែមល្ហែមក៏ដូចជាស្រស់ស្អាតដល់កម្រិតណាសូមអញ្ជើញទស្សនាទាំងអស់គ្នានៅក្នុងគោលបំណងទី1របស់ខ្ញុំដែលបាន pre wedding មានអារម្មណ៍ថាសប្បាយរីករាយដែលក្រុមហ៊ុនគាត់បានសម្រេចក្តីបំណងរបស់យើងខ្ញុំទាំងពីរនាក់បាទចុះសម្រាប់កូនក្រមុំវិញចាបងសម្រាប់ខ្ញុំគឺមានអារម្មណ៍រំភើបរីករាយដែលក្រុមហ៊ុន Anchor បំពេញបំណងកញ្ចប់ pre wedding ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកខ្ញុំបងនេះគឺជាបំណងប្រាថ្នាទី2តែអូហូមិនដែរស្រស់សង្ហាសោះសភាខ្លាំងមែនទែនអារម្មណ៍យ៉ាងមិនដែរនៅពេលបានទទួលជាមួយនឹងនេះគឺជាការបំពេញបំណងទី3អំពីខាងស្រាប់ពី Anchor នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងចាបងមានអារម្មណ៍ថារំភើបសប្បាយរីករាយមែនទែនដែលក្រុមហ៊ុន Anchor ក៏បំពេញបំណងទី3របស់ខ្ញុំជាមួយនឹងឆាអកដងនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកយើងអរគុណដល់ក្រុមហ៊ុនស្រាប៊ី Anchor ដែលបានសម្រេចបំណងប្រាថ្នាតាំងទី1ទី2ដល់រហូតដល់ទី3ហ្នឹងគឺអរគុណមែនទែនហើយជាពិសេសអរគុណខ្លើដែលបានដោយសារគាត់រៀបចំកម្មវិធី surprise ឲ្យពួកយើងទាំងពីរនេះឲ្យមានភាពសប្បាយរីករាយបានសម្រាប់ធីរ៉ាតើមានពាក្យពេចន៍អ្វីដែលជូនពរដល់ខ្លើសម្លាញ់របស់យើងបាទខ្ញុំសប្បាយចិត្តមែនទែនដែលឃើញគាត់ទាំងពីរនាក់មានស្នាមញញឹមបែបនេះបាទខ្ញុំចង់ឃើញពួកគាត់សម្រេចបំណងគាត់បែបហ្នឹងទើបខ្ញុំសម្រេចយក Anchor បាទចុងក្រោយខ្ញុំជូនពរឲ្យពួកគាត់ស្រឡាញ់គ្នាមានសុភមង្គលរកស៊ីមានបានមានបុត្រច្រើន